សួស្តីបងប្អូនថ្ងៃនេះនាំមកបងប្អូនមើលពីការដាំពៅរបស់យើងហើយបងប្អូនគឺនៅមុខផ្ទះយើងហ្នឹងឯងហើយថ្ងៃនេះយើងសម្រាប់ពីការច្រូតហើយបងប្អូនដោយសារតែប្រហែលថ្ងៃនេះគឺថាជាប់ច្រូតបងប្អូនយើងជាប់ច្រូតច្រើនថ្ងៃហើយបងប្អូនមកសរុបទៅចូល10ថ្ងៃហើយបងប្អូនទាំងច្រូតទាំងជូនទាំងបោកហ្នឹងបងប្អូនឥឡូវគឺយើងធ្វើការបោករួចរាល់ហើយបងប្អូនតែចំពោះស្រូវវិញគឺថាសើមទេបងប្អូនយើងធ្វើការដឹកដើម្បីយកមកហាលគ្រាប់នៅផ្ទះយើងអញ្ចឹងណាបងប្អូនហើយទំនេរគឺយើងការងារផ្ទះយើងមានតែប៉ុណ្្នឹងឯងបងប្អូនហើយបងប្អូនយើងអ្នកធ្វើវីដេអូណាបងប្អូនសុខទុក្ខយ៉ាងណាហើយបងប្អូនចំពោះខ្ញុំវិញអត់មានអីច្រើនទេបងប្អូនមានតែការជូនពរបងប្អូនឲ្យធ្វើវីដេអូបានច្រើនទៅណាបងប្អូនហើយការធ្វើវីដេអូយើងនេះគឺគាត់តែឆ្លៀតដែរបងប្អូនយើងមិនថាចាំពេលទំនេរទៅយើងធ្វើទេបងប្អូនគឺយើងឆ្លៀតធ្វើការងារយើងរវល់យ៉ាងណាក៏ដោយបងប្អូនគឺយើងឆ្លៀតកុំចោលណាបងប្អូនបើសិនជាយើងចោលនៅពេលនេះប្រហែលជាមួយឆ្នាំក្រោយបងប្អូននឹងស្ដាយក្រោយយ៉ាងបងប្អូនព្រោះការធ្វើនេះវាអត់យូរប៉ុន្មានទេបងប្អូនដោយសារតែមួយថ្ងៃគឺវាលឿនមែនទែនបងប្អូនអញ្ចឹងហើយការធ្វើរបស់យើងគឺយើងចេះតស៊ូលេងៗទៅបងប្អូនគឺភ្លេចខ្លួនមួយខែភ្លេចខ្លួន2-3ខែទៅណាបងប្អូនគឺលងលឿនមែនទែនឥឡូវសូម្បីតែរាល់ថ្ងៃបងប្អូនគឺថាដេកមិនទាន់ដឹងណានៃផងគឺភ្លឺទៅហើយបងប្អូនភ្លឺហើយធ្វើការមិនទាន់បានពេញដៃពេញជើងផងគឺថាល្ងាចវិញទៅហើយបងប្អូនអញ្ចឹងហើយគឺយើងឆ្លៀតទៅបងប្អូនយើងឆ្លៀតថតផងធ្វើការផងណាបងប្អូនហើយយើងដាំពៅរួចមកកន្លែងហ្នឹងបងប្អូននេះយើងធ្វើបានច្រើនកន្លែងបងប្អូនគឺយើងមកសម្អាតមកកន្លែងទៀតហើយនៅក្រៅផ្ទះរបស់យើងហ្នឹងឯងដោយសារតែយើងរវល់ចូលស្រូវពេកបងប្អូនអញ្ចឹងហើយនៅក្រៅផ្ទះយើងគឺថាស្ដុកមែនទែនបងប្អូនដំណាំដែលយើងដាំបានហើយបើយើងអត់ថែក៏អត់ល្អដែរបងប្អូនប្រៀបដូចជាភេករបស់យើងហ្នឹងឯងបងប្អូនបើសិនតែយើងបង្កើតបានហើយយើងអត់ប្រឹងធ្វើវីដេអូអត់ប្រឹងផុសរូបភាពផុសវីដេអូទេគឺថាវាអត់ឡើងទេបងប្អូនដោយសារអីដោយសារតែយើងលេងមួយថ្ងៃបាត់ពីរថ្ងៃអញ្ចឹងបងប្អូនអញ្ចឹងហើយយើងមានតែចូលរួមឲ្យបានរាល់ថ្ងៃណាបងប្អូនមួយថ្ងៃយ៉ាងតិចវីដេអូខ្លី2ទៅបងប្អូនបើសិនតែយើងអត់មានវីដេអូវែងណាបងប្អូនហើយថ្ងៃនេះយើងថតជាវីដេអូវែងផងយើងបងប្អូនហើយក៏សូមទោសដល់បងប្អូនយើងដែរដែលយើងធ្វើវីដេអូជួនកាលគឺដដែលខ្លះហើយបងប្អូនដោយសារតែយើងការងារណាដែលយើងមិនទាន់រួចគឺយើងមិនអាចទៅថតកន្លែងផ្សេងបានទេបងប្អូនដោយសារតែរាល់ថ្ងៃគឺយើងមិនទាន់រកប្រាក់ចំណូលបានពីเพจកន្លែងណាបងប្អូនអញ្ចឹងហើយគឺការងារអីដែលយើងធ្វើគឺយើងថតនៅកន្លែងហ្នឹងឯងបងប្អូនហើយបងប្អូនព្យាយាមតស៊ូថតទៅបងប្អូនការធ្វើនេះគឺត្រូវធ្វើប្រចាំថ្ងៃណាបងប្អូនមិនថាឃើញគេធ្វើចង់ធ្វើមួយថ្ងៃពីរថ្ងៃខានទេបងប្អូនគឺប្រចាំថ្ងៃតែម្ដងបងប្អូនរាល់ថ្ងៃក្នុងមួយថ្ងៃហ្នឹងសិនតែយើងអាចផុសបានរូបភាពវីដេអូវែងវីដេអូខ្លី story បានគ្រប់ចំនួនហ្នឹងគឺថាល្អមែនទែនបងប្អូនក្នុងមួយថ្ងៃប៉ុន្តែខ្ញុំចង់ការខ្ញុំផុសបានតែវីដេអូខ្លីទេបងប្អូនដោយសារតែវីដេអូវែងយើងអត់សូវបានធ្វើបងប្អូនគឺយើងរវល់ដែរបងប្អូនព្រោះវីដេអូខ្លីយើងធ្វើលឿនបងប្អូនគឺត្រឹម1នាទីចុះក្រោមទេវីដេអូខ្លីផងយើងណាបងប្អូនចំណែកវីដេអូវែងវិញគឺថាចាប់ពី3នាទីឡើងបងប្អូនអញ្ចឹងហើយគឺរៀងវែងតិចហើយថ្ងៃនេះយើងដាំអំពៅបាន2កន្លែងបងប្អូនអំពៅយើងដាំបានច្រើនហើយបងប្អូនតែយើងសកូថែមទៀតណាបងប្អូនដោយសារតែយើងមានម៉ាស៊ីនគៀបទឹកអំពៅអញ្ចឹងហើយគឺវាចុងអំពៅហើយបងប្អូនអំពៅយើងដាំមកបាន2ឆ្នាំហើយយើងបានម៉ាស៊ីនមកបានប្រហែលជា10-20ថ្ងៃទេបងប្អូនតែអស់អំពៅគៀបបាត់ហើយបងប្អូនដោយសារតែយើងគៀបរៀងលឿនដែរសម្រាប់បងប្អូនយើងទិញដែរអញ្ចឹងណាបងប្អូនអញ្ចឹងហើយគឺយើងគៀបរៀងលឿនដែរអញ្ចឹងហើយគឺចុះអំពៅបន្តិចហើយបងប្អូនហើយវីដេអូរបស់យើងក៏មានអីច្រើនដែរបងប្អូនមានតែប៉ុណ្្នឹងឯងបងប្អូនជម្រាបលាបងប្អូនសុខសប្បាយ